សួស្តីកូនៗទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី13ការណែនាំអំពីមនុស្សតែងសេចក្តីចូលអានអត្ថបទខាងក្រោមតើអត្ថបទនេះពណ៌នាពីអ្វីឥឡូវកូនពិនិត្យមើលរូបភាពនេះគឺជារូបភាពគេស្លៀកពាក់នៅពេលដែលបុណ្យទានគឺស្លៀកពាក់ហូលផាមួងអាវប៉ាក់យ៉ាងស្រស់ស្អាតអញ្ចឹងកូនទាំងអស់គ្នាកុំភ្លេចចុច Subscribe ចុចផ្ញើកណ្ដឹងចុចជាវដើម្បីទទួលបាននៅអត្ថបទអំណានថ្មីពីលោកគ្រូដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាមកធ្វើការអានអត្ថបទរបស់យើងដូចតទៅម្ដាយខ្ញុំឈ្មោះគុន្ធាគាត់មានអាយុ35 3ឆ្នាំហើយសពថ្ងៃគ្រួសារខ្ញុំរស់នៅភូមិត្រពាំងត្របែកឃុំអង្គតាសោមស្រុកត្រាំកក់ខេត្តតាកែវម្ដាយខ្ញុំមានមាឌធំល្មមកម្ពស់ប្រហែល1.60 ម៉ែត្រសម្បុរខ្មៅស្រអែមសក់វែងស្លូតច្រមុះស្រួចភ្នែកធំល្មមដៃជើងសមនឹងដងខ្លួនគាត់និយាយស្ដីមួយតែច្បាស់នៅពេលមានបុណ្យទានម្ដងគាត់ស្លៀកពាក់ហូលផាមួងអាវប៉ាក់យ៉ាងស្អាតម្ដាយខ្ញុំឧស្សាហ៍ធ្វើការងារណាស់គាត់ជាអ្នករស់រាយរាក់ទាក់ចំពោះមនុស្សទូទៅគាត់ចូលចិត្តនិយាយដាស់តឿនកូនចៅឲ្យខិតខំរៀនសូត្រខ្ញុំគោរពនិងស្រឡាញ់ម្ដាយខ្ញុំណាស់ព្រោះគាត់ជាអ្នកមានគុណបានបង្កើតបីបាច់ថែរក្សាចិញ្ចឹមខ្ញុំនិងក្រុមគ្រួសារបាទឥឡូវអត្ថបទរបស់យើងបានអានចប់ទៅហើយកូនត្រូវអានឲ្យបានច្រើនដងច្រើនសារដើម្បីងាយយល់ក្នុងការធ្វើតែងសេចក្តីក្រោយទៀតហើយកូនកុំភ្លេចចុច like ចុច Subscribe ចុចជាវដើម្បីទទួលបាននៅអត្ថបទថ្មីពីលោកគ្រូ